បាទសុភាសិតខ្មែរបានពោលថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់បាទទាំងអស់នេះគឺជាសុភាសិតខ្មែរដែលបុព្វបុរសខ្មែរយើងតាំងពីសម័យដើមគឺលោកបានបន្សល់ទុកនៅគំនិតទស្សនៈទាំងអស់នេះកើតឡើងដើម្បីទុកជាគំនិតអប់រំបន្តដល់កូនចៅខ្មែរជំនាន់ក្រោយរាប់ជំនាន់តទៅទៀតដោយយើងឃើញស្រាប់ហើយថាអ្វីគ្រប់យ៉ាងទាំងអស់គឺតែងតែកើតឡើងដោយសាមគ្គីធម្មតាមនុស្សម្នាក់កម្លាំងមួយយើងមិនអាចទៅធ្វើអ្វីឬក៏សម្រេចបំណងអ្វីដែលជាបំណងធំដុំបានឡើយអញ្ចឹងមានតែសាមគ្គីនេះទេដែលអាចធ្វើឲ្យយើងមានភាពជោគជ័យគ្រប់កលៈទេសៈគ្រប់ពេលវេលាទាំងអស់បើយើងសង្កេតទៅមើលសត្វល្អិតដូចជាឃ្មុំដូចជាស្រមោចកណ្ដៀជាដើមបើយោងទៅតាមរូបភាពគឺមាឌរបស់ពួកគេគឺតូចក៏ប៉ុន្តែដោយសារតែកម្លាំងសាមគ្គីការរួបរวมគ្នាជាកម្លាំងតែមួយពួកគេអាចបង្កើតបាននៅផ្ទះនៅសម្បុកនៅដំបូកដ៏គួរឲ្យធំណាដែលយើងមិននឹកស្មានដល់ថាពួកគេធ្វើបានឡើយអញ្ចឹងទាំងអស់នេះគឺកើតចេញមកពីការសាមគ្គីហើយការសាមគ្គីឲ្យកាន់តែមានឥទ្ធិពលនិងសមិទ្ធផលថែមទៀតនោះគឺបូកស្រោងបូកជាមួយនឹងការព្យាយាមថែមទៀតអញ្ចឹងបើសិនជាយើងមានសាមគ្គីភាពនិងការព្យាយាមនៅក្នុងខ្លួនយើងទាំងអស់គ្នានឹងសម្រេចបាននៅភាពជោគជ័យនិងសមិទ្ធផលឬក៏សម្រេចបំណងប្រាថ្នារបស់យើងទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងទាំងអស់នេះគឺជាគតិមួយសម្រាប់យើងទាំងអស់គ្នាយកទៅគិតពិចារណាហើយកុំឲ្យមានការបែកបាក់សាមគ្គីទោះបីជាក្នុងកលៈទេសៈណាសម័យកាលណាសង្គមណាក៏ដោយជាចាំបាច់យើងត្រូវការសាមគ្គីភាពនេះឯង